សួស្តីថ្ងៃនេះមកខជើងមាន់ចំពោះគ្រឿងផ្សំមាននៅលើហ្នឹងចាយើងដាក់ឆ្នៃក្តៅយើងដាក់ស្ករត្នោត2ស្លាបព្រាបាយចូលទៅយើងកូរវាឲ្យឡើងរាងក្រហមបន្តិចយើងចាក់ខ្ទឹមសចិញ្ច្រាំចូលកូរចុះកូរឡើងយើងដាក់អំបិលយើងដាក់រ៉ូឌីតកូរទៅខ្លាច់ខ្លោចក៏ចាក់ជើងមាន់មកសិនចាទៅពេលយើងដាក់ជើងមាន់ចូលទៅវាចេញទឹកពីជើងមាន់ហ្នឹងមកវិញណាចាអញ្ចឹងយើងមកងាស់ឲ្យវាអស់ទឹកពីជើងមាន់ហ្នឹងណាអូខេយើងច្របល់សពហើយយើងបន្តដាក់គ្រឿងចានៅប៊ីចេងប្រេងខ្យងជាមួយនឹងទឹកស៊ីអ៊ូមួយស្លាបព្រាបាយមកជាមួយនឹងម្រេចបន្តិចមកចាអូខេហើយច្របល់វាឲ្យសព្វចូលគ្នាមកងាស់វាឲ្យរីងទឹកហើយយើងដាក់ទឹកថែមមួយកូនចានចង្កឹះហើយយើងបង់គ្រាប់ឈូកចូលទៅចាមកងាស់ឲ្យរីងទឹកនៅសល់ខាប់ជាការស្រេចហើយចាព្រោះជើងមាន់ហ្នឹងឆាប់ឆ្អិនទេអូខេបន្ទាប់មកយើងក៏បង់ស្លឹកខ្ទឹមជាចុងក្រោយចាអូខេអញ្ចឹងមានប៉ុណ្្នឹងឯងនៅពេលដែលយើងចាក់ទឹកហ្នឹងយើងចាក់គ្រាប់ឈូកចូលមួយគ្នាមកងាស់រីងទឹកគ្រាប់ឈូកហ្នឹងក៏ឆ្អិនជាមួយគ្នាហ្នឹងពេលហ្នឹងអត់បានថតចាចុចអត់ជាប់ចាអញ្ចឹងមានប៉ុណ្្នឹងទេអរគុណចំពោះការតាមដានកុំភ្លេចជួយ like share ព្រមទាំង follow page ម្នាក់មួយផងជួបគ្នានៅវីដេអូក្រោយៗទៀតជម្រាបលា